ខ្ញុំសូមស្វាគមន៍បងប្អូនលោកទាំងអស់ដែលបានអញ្ជើញចូលរួមប្រជុំថ្វាយគុំព្រះនៅក្នុងព្រះវិហារជីវិតថ្មីនៃថ្ងៃអាទិត្យនេះសូមព្រះបានប្រទានប្រពរជូនអស់លោកបងប្អូនបានប្រកបដោយប្រគុណនិងបានប្រកបដោយសេចក្តីស្រឡាញ់អំពីព្រះដ៏ជាព្រះបិតានៃយើងទាំងអស់គ្នាអរគុណព្រះអង្គជាបន្តទៅទៀតសូមបងប្អូនលោកបានប្រុងប្រៀបនឹងអធិដ្ឋានសូមប្រពរព្រះសម្រាប់ក្រុមជំនុំរបស់ព្រះអង្គសូមបានសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំព្រះបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណដ៏បរិសុទ្ធទូបង្គំអរព្រះគុណដល់ព្រះអង្គដែលទ្រង់ប្រទានឲ្យបង្គំយើងខ្ញុំបានរំលែកពេលចូលមកថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារបរិសុទ្ធរបស់ផងទ្រង់នៅថ្ងៃអាទិត្យនេះសូមវត្តមានព្រះអង្គបានគង់ជាអធិបតីនៅកណ្ដាលចំណោមទូបង្គំយើងខ្ញុំទាំងអស់គ្នាទូបង្គំសូមព្រះអង្គបានប្រទានការប្រោសជាសម្រាប់ក្រុមជ្រុងព្រះអង្គដែលមានជំងឺឈឺសូមប្រទានការកំសាន្តចិត្តសម្រាប់ក្រុមជ្រុងព្រះអង្គដែលមានទុក្ខព្រួយក៏សូមប្រទានការផ្គត់ផ្គង់នៅជីវភាពរស់នៅជារាល់ថ្ងៃបានបបោនៅក្នុងព្រះគុណរបស់ព្រះអង្គទូបង្គំក៏សូមព្រះអង្គប្រទានឲ្យបង្គំយើងខ្ញុំបានចម្រើនឡើងដោយជំនឿនិងសេចក្តីស្រឡាញ់ចំពោះព្រះអង្គបានកើនលើជាងជារាល់ថ្ងៃផងដែរទូបង្គំអរព្រះគុណដល់ព្រះអង្គបង្គំក៏សូមអធិដ្ឋាននឹកចាំដល់ក្រុមជំនុំរបស់ព្រះអង្គនៅក្នុងព្រះវិហារជីវិតថ្មីថ្ងៃនេះបងប្អូនខ្លះមានការរវល់ឬក៏មានដំណើរទៅទីឆ្ងាយឬក៏មានឧបសគ្គណាមួយដែលរារាំងមិនអាចនឹងរំលែកពេលដើម្បីចូលរួមប្រជុំថ្វាយបង្គំព្រះអង្គជាមួយបង្គំយើងខ្ញុំនៅថ្ងៃអាទិត្យនេះបានក៏សូមព្រះអង្គបានថែរក្សាការពារបងប្អូនទាំងអស់នោះនៅក្នុងព្រះហស្ថរបស់ព្រះទ្រង់ទាំងប្រទានឲ្យមានឱកាសអាចនឹងរំលែកពេលដើម្បីចូលរួមប្រជុំថ្វាយបង្គំព្រះអង្គជាមួយបង្គំយើងខ្ញុំនៅសប្តាហ៍ខាងមុខផងដែរទូបង្គំអរព្រះគុណដែលសូមអធិដ្ឋានទូថ្វាយគ្រប់ការទាំងអស់ក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គសូមបានអញ្ជើញគឺចុះបានថ្ងៃអាទិត្យនេះជាថ្ងៃអាទិត្យដើមខែដែលព្រះវិហាររបស់ផងយើងបានរៀបចំកម្មវិធីដែលយើងហៅថាជាកម្មវិធីរំលឹកចាំពីការសុគតរបស់ផងព្រះយេស៊ូវគ្រីស្ទបងប្អូនលោកដែលមានព្រះគម្ពីរអាចនឹងបើកដល់គម្ពីរម៉ាកុសចំពុក14គម្ពីរម៉ាកុសចំពុក14ខ្ញុំអានពីខ22រហូតដល់ខ25កាលកំពុងតែបរិភោគនោះព្រះយេស៊ូវទ្រង់យកនំប៉័ងប្រទានពរឲ្យរួចកាច់ប្រទានដល់គេដោយបន្ទូលថាចូលយកបរិភោគចុះនេះហើយជារូបកាយខ្ញុំនោះទ្រង់យកពែងមកអរព្រះគុណរួចប្រទានដល់គេហើយគេក៏ផឹកគ្រប់គ្នាទ្រង់មានបន្ទូលថានេះហើយជាឈាមខ្ញុំគឺជាឈាមនៃសញ្ញាថ្មីដែលត្រូវជ្រោចសម្រាប់មនុស្សជាច្រើនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេដល់រាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មីនៅក្នុងនគរព្រះនៅពេលយប់មុនដែលព្រះយេស៊ូវគ្រីស្ទទ្រង់ត្រូវគេបញ្ជូនដើម្បីធ្វើគុតនៅលើជាឆ្កាងព្រះអង្គបានយកនំប៉័ងនិងទឹកទំពាំងបាយជូរចែកឲ្យពួកសិស្សព្រះអង្គបរិភោគជានិមិត្តរូបតំណាងពីព្រះអង្គកាយនិងព្រះលោហិតរបស់ព្រះអង្គដែលទ្រង់បានត្រូវសគត់ជាថ្លៃសងអំពើបាបរបស់ផងមនុស្សហើយព្រះអង្គបានផ្ដាំឲ្យពួកសិស្សរបស់ព្រះអង្គប្រារព្ធធ្វើពិធីនេះដើម្បីរំលឹកចាំពីការសគត់របស់ព្រះអង្គបានជានៅថ្ងៃនេះយើងមានឱកាសដើម្បីរំលឹកចាំពីការសគត់របស់ព្រះអង្គដែលយើងមានចំណិតនំប៉័ងនិងទឹកទំពាំងបាយជូរជានិមិត្តរូបតំណាងពីព្រះអង្គកាយនិងព្រះលោហិតរបស់ព្រះអង្គដែលទ្រង់បានត្រូវសគត់ជាថ្លៃសងអំពើបាបរបស់ផងមនុស្សបានសម្រាប់បងប្អូនលោកដែលបានទទួលជឿដល់ព្រះអង្គហើយទទួលបាននៅសេចក្តីសង្គ្រោះរបស់ព្រះអង្គដែលព្រះអង្គប្រទានឲ្យបានរួចពីអំពើបាបដោយការសគត់របស់ព្រះអង្គអស់លោកបងប្អូនអាចនឹងទទួលទានពិធីនេះដើម្បីនឹងអរព្រះគុណដល់ព្រះអង្គនៅក្នុងជីវិតដែលព្រះអង្គប្រទានឲ្យអស់លោកបងប្អូនបានរួចពីអំពើបាបសម្រាប់បងប្អូនអស់លោកដែលមិនទាន់បានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទនៅឡើយសូមបានរងចាំបានទទួលជឿដល់ព្រះយេស៊ូវជាមុនដែលនឹងទទួលទាននៅពិធីនេះជាមួយគ្នាសម្រាប់បងប្អូនអស់លោកដែលបានទទួលជឿដល់ព្រះយេស៊ូវហើយតែមិនទាន់បានយល់ច្បាស់អំពីអត្ថន័យនៃការសគត់របស់ព្រះយេស៊ូវនៅឡើយសូមបានរងចាំបានយល់ច្បាស់ជាមុនដែលនឹងទទួលទាននៅពិធីនេះសូមបានសម្រុំចិត្តអធិដ្ឋានព្រះយេស៊ូវឲ្យបង្គំអរព្រះគុណដល់ព្រះអង្គដែលទ្រង់ប្រទានឲ្យបង្គំយើងខ្ញុំបានមានឱកាសដើម្បីរំលឹកចាំពីការសគត់របស់ព្រះអង្គដោយបង្គំយើងខ្ញុំមានចំណិតនំប៉័ងនិងទឹកទំពាំងបាយជូរជានិមិត្តរូបតំណាងពីព្រះអង្គកាយនិងព្រះលោហិតរបស់ព្រះទ្រង់ដែលទ្រង់បានត្រូវសគត់ជាថ្លៃសងអំពើបាប
របស់ផងមនុស្សទាំងអស់ហើយសម្រាប់ទងគុំយើងខ្ញុំដែលបានទទួលជឿដល់ព្រះអង្គនោះបានទទួលនៅសំណងរួចពីអំពើបាបទងគុំអរព្រះគុណដល់ព្រះអង្គដោយសូមទូលថ្វាយក្នុងព្រះនាមរបស់ផងព្រះអង្គគឺជាព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែននៅពេលយប់ដែលព្រះអង្គម្ចាស់យេស៊ូវត្រូវគេបញ្ជូននោះទ្រង់បានយកនំប៉័ងលុះទ្រង់បានអរព្រះគុណរួចហើយក៏កាច់នំប៉័ងដោយបន្ទូលថាចូលយកពិសាចុះនេះជារូបកាយខ្ញុំដែលត្រូវកាច់សម្រាប់អ្នករាល់គ្នាចូលធ្វើកិច្ចនេះទុកជាសេចក្តីរំលឹកពីខ្ញុំចុះសូមអធិដ្ឋានព្រះយេស៊ូវឲ្យបង្គំអរព្រះគុណដល់ព្រះអង្គដែលទ្រង់ប្រទានឲ្យបង្គំយើងខ្ញុំបានមានឱកាសដើម្បីរំលឹកចាំពីការសុគតរបស់ព្រះអង្គដោយបង្គំយើងខ្ញុំមានចំណិតនំប៉័ងនិងទឹកទំពាំងបីជូរជានិមិត្តរូបតំណាងពីព្រះអង្គកាយនិងព្រះលោហិតរបស់ព្រះទ្រង់ដែលទ្រង់បានត្រូវសុគតជាថ្លៃសងអំពើបាបទង្គំយើងខ្ញុំទូបង្គំយើងខ្ញុំសូមទទួលទាននៃនឹកចាំពីព្រះគុណព្រះអង្គនឹកចាំពីសេចក្តីស្រឡាញ់និងការអត់ទោសបាបរបស់ព្រះទ្រង់ដើម្បីបង្គំយើងខ្ញុំបានស្រឡាញ់ព្រះអង្គហើយរស់នៅក្នុងជីវិតដែលសរសើរដំណើរព្រះអង្គទូបង្គំសូមទូថ្វាយគ្រប់ការទាំងអស់ក្នុងព្រះនាមរបស់ព្រះអង្គគឺជាព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមអញ្ជើញពិសាចំណិតនំប៉័ងលុះក្រោយដែលបានបរិភោគរួចហើយនោះទ្រង់ក៏យកពែងបែបដូច្នោះដែរដោយបន្ទូលថាពែងនេះជាសញ្ញាថ្មីដោយដេកឈាមខ្ញុំចូលធ្វើដូច្នេះរាល់វេលាដែលផឹកទុកជាសេចក្តីរំលឹកដល់ខ្ញុំសូមអញ្ជើញពិសាព្រះយេស៊ូវឲ្យបង្គំអរព្រះគុណដល់ព្រះអង្គដែលទ្រង់ប្រទានឲ្យបង្គំយើងខ្ញុំបានមានឱកាសដើម្បីរំលឹកចាំពីការសុគតរបស់ព្រះអង្គសូមឲ្យបង្គំយើងខ្ញុំបានរស់នៅក្នុងជីវិតដែលព្រះអង្គការពារថែរក្សាដោយសារអំណាចព្រះចេស្តាដែលទ្រង់បានសុគតហើយរស់ពីសុគតឡើងវិញទូបង្គំសូមអរព្រះគុណក្នុងព្រះនាមរបស់ព្រះអង្គគឺជាព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមបងប្អូនលោកដែលមានព្រះគម្ពីរសម្បានបើកដល់គម្ពីរអេសាយជំពូក26ខ្ញុំអានខ1រហូតដល់ខ4នៅគ្រានោះគេនឹងច្រៀងបទនេះនៅក្នុងយូដាថាយើងមានទីក្រុងមួយដ៏មាំមួនទ្រង់នឹងតម្រូវឲ្យមានសេចក្តីសង្គ្រោះទុកជាកំផែងហើយជាទីការពារយើងចូលបើកទ្វារដើម្បីឲ្យសះសុចរិតដែលរក្សាសេចក្តីស្មោះត្រង់បានចូលមកចុះឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់នោះទ្រង់នឹងថែរក្សាអ្នកនោះឲ្យមានសេចក្តីសុខពេញខ្នាតដោយព្រោះគេទុកចិត្តនឹងទ្រង់ចូលទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះបិទព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កាលជានិច្ចសូមបានសម្រុំចិត្តអធិដ្ឋានដើម្បីនឹងសូមប្រពោព្រះក្នុងការដែលយើងនឹងសិក្សាព្រះបន្ទូលព្រះអង្គជាមួយគ្នានៅពេលនេះព្រះយេស៊ូវឲ្យបង្គំអរព្រះគុណដល់ព្រះអង្គដែលទ្រង់ប្រទានឲ្យបង្គំយើងខ្ញុំបានរំលែកពេលចូលមកថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះទ្រង់សូមទ្រង់សពប្រតិមានបន្ទូលមកដល់ចិត្តបង្គំយើងខ្ញុំតខ្លួនម្នាក់តាមរយៈការសិក្សានៃព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះទូបង្គំអរព្រះគុណដោយសូមអធិដ្ឋានទូថ្វាយគ្រប់ការទាំងអស់ក្នុងព្រះនាមដ៏មានអំណាចព្រះចេស្តារបស់ព្រះអង្គគឺជាព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនមានការអាក្រក់ជាច្រើនដែលបានកើតមកហើយកំពុងមានកើតមកនៅលើពិភពលោកយើងនេះការអាក្រក់ខ្លះគឺជាជំងឺកាចសាហាវការអាក្រក់ខ្លះគឺជាគ្រោះធម្មជាតិការអាក្រក់ខ្លះជាអក្រិតកម្មហើយក៏មានការអាក្រក់ជាច្រើនទៀតដែលមានកើតឡើងនៅលើពិភពលោកយើងនេះកាលណារស់ក្នុងជីវិតដែលជួបប្រទះនឹងការអាក្រក់ទាំងនេះ
គឺប្រៀបដូចជាជួបព្យុះមកប៉ះដល់ជីវិតហើយកាលណាមានព្យុះមកប៉ះដល់ជីវិតនាំឲ្យមានការខ្វល់ខ្វាយមានការអស់សង្ឃឹមឬក៏នាំមកនៅការព្រួយបារម្ភថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនលោកបានសិក្សានៅមេរៀនមួយដែលមានចំណងជើងថាសន្តិភាពក្នុងពេលកំពុងជួបប្រទះនឹងព្យុះនៃជីវិតតើអ្វីខ្លះជាកត្តាសំខាន់សម្រាប់ជួយឲ្យមានសន្តិភាពគឺជាសេចក្តីសុខសាន្តកាលណាជួបប្រទះក្នុងពេលដែលជួបប្រទះព្យុះនៃជីវិតនោះទី1សូមបានមើលនៅក្នុងបទគម្ពីរអេសាយចំពុក26នៅក្នុងខ3ឯអ្នកណាដែលមានគំនិតជាប់តាមទ្រូងនោះទ្រូងនឹងថែរក្សាអ្នកនោះឲ្យមានសេចក្តីសុខពេញខ្នាតដោយព្រោះគេទុកចិត្តនឹងទ្រូងនៅក្នុងខគម្ពីរនេះបានបញ្ជាក់ឲ្យយើងបានដឹងការមួយដែលសំខាន់កាលណារស់ក្នុងជីវិតដែលគំនិតជាប់នឹងព្រះអង្គគឺព្រះអង្គប្រទានឲ្យមានសេចក្តីសុខពេញខ្នាតគឺជាសន្តិភាពដែលពេញខ្នាតសន្តិភាពពេញខ្នាតបានមកពីគំនិតដែលជាប់តាមព្រះខ្ញុំអានឡើងវិញនៅក្នុងខគម្ពីរនេះឯអ្នកណាដែលមានគំនិតជាប់តាមទ្រូងនោះទ្រូងនឹងថែរក្សាអ្នកនោះឲ្យមានសេចក្តីសុខពេញខ្នាតដោយព្រោះគេទុកចិត្តនឹងទ្រូងគំនិតជាផ្នែកមួយដ៏សំខាន់ដែលតាក់ទងទៅនឹងជីវិតរស់នៅរបស់មនុស្សគ្រប់គ្នាកិច្ចការជាច្រើនបានកើតឡើងបានធ្វើដោយចេញពីការគិតកាលណាគិតបានត្រឹមត្រូវការដែលធ្វើនោះគឺបានល្អត្រឹមត្រូវប៉ុន្តែបើសិនជាគិតមិនបានត្រឹមត្រូវការដែលធ្វើនោះក៏មិនបានល្អត្រឹមត្រូវដែរការគិតខ្លះក៏នាំមកនៅការព្រួយបារម្ភហើយការគិតខ្លះក៏នាំមកនៅសន្តិភាពនៅក្នុងជីវិតនៅក្នុងបទគម្ពីរអេសាយចំពុក26នៅក្នុងខ3គឺបានបញ្ជាក់ឲ្យយើងបានដឹងថាអ្នកណាដែលមានគំនិតជាប់តាមព្រះនោះទ្រួងនឹងថែរក្សាអ្នកនោះឲ្យមានសេចក្តីសុខពេញខ្នាតសេចក្តីសុខពេញខ្នាតគឺជាសេចក្តីសុខដែលត្រឹមត្រូវដែលល្អពីអង់គ្លេសហៅ perfect peace សេចក្តីសុខពេញខ្នាតឬសន្តិភាពពេញខ្នាតគឺកាលណារស់នៅក្នុងជីវិតដែលជាប់តាមព្រះគឺរស់ក្នុងជីវិតដែលគំនិតជាប់តាមព្រះអង្គគំនិតដែលជាប់តាមព្រះគឺជាគំនិតដែលទុកចិត្តព្រះកាលណាអស់លោកប្អូនរស់ក្នុងជីវិតដែលទុកចិត្តព្រះគឺរស់ក្នុងជីវិតដែលទុកចិត្តឲ្យព្រះអង្គដោះស្រាយនៅអ្វីដែលជាការនាំឲ្យខ្វល់ខ្វាយឬក៏ជាការដែលនាំឲ្យព្រួយបារម្ភហើយកាលណាទុកចិត្តព្រះដើម្បីនឹងដោះស្រាយជីវិតដែលយើងជួបប្រទះនឹងការខ្វល់ខ្វាយនឹងការបារម្ភនាំឲ្យយើងមានសន្តិភាពនៅក្នុងជីវិតគឺមានសេចក្តីសុខសាន្តនៅក្នុងជីវិតនៅក្នុងបទគម្ពីរភីលីបចំពុក4ខ6និងខ7កុំឲ្យខ្វល់ខ្វាយអ្វីឡើយចូលទូលដល់ព្រះឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ដោយសេចក្តីអធិដ្ឋាននិងពាក្យទូលអង្វរទាំងពោលពាក្យអរព្រះគុណផងយ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងគំនិតនឹងជួយការពារចិត្តហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវសេចក្តីសុខសាន្តរបស់ផងព្រះខុសពីសេចក្តីសុខសាន្តរបស់ផងមនុស្សសេចក្តីសុខសាន្តរបស់ផងព្រះដែលព្រះប្រទានមកគឺអាចនឹងរស់នៅក្នុងពេលដែលជួបនឹងបញ្ហាប៉ុន្តែនៅតែមានសន្តិភាពនៅក្នុងជីវិតសេចក្តីសុខសាន្តរបស់ផងមនុស្សឬក៏សន្តិភាពរបស់ផងមនុស្សទាល់តែអត់មានបញ្ហាទើបអាចមានសន្តិភាពប៉ុន្តែសន្តិភាពរបស់ផងព្រះទោះបីកំពុងជួបនឹងបញ្ហាព្យុះនៃជីវិត
ក៏អាចនឹងពិសោធន៍នៅក្នុងសន្តិភាពរបស់ផងព្រះនោះដែរក្នុងជីវិតរបស់ផងខ្ញុំផ្ទាល់ពីពេលមួយទៅពេលមួយនៅពេលដែលខ្ញុំជួបប្រទះនឹងបញ្ហាធំនៅក្នុងជីវិតខ្ញុំចង់បានសេចក្តីសុខសាន្តនៅក្នុងជីវិតហើយនៅក្នុងខគម្ពីរនេះបានប្រាប់ថាអ្នកណាដែលមានគំនិតជាប់នឹងព្រះគឺទុកចិត្តព្រះគឺនាំឲ្យមានសេចក្តីសុខសាន្តពេញខ្នាតហើយព្រះអង្គការពារអ្នកនោះនៅក្នុងបទគម្ពីរពេត្រុសខ្សែទី1ចំពុក5នៅក្នុងខ7ហើយចូលផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ត្បិតទ្រង់តែងយកព្រះតីទុកដាក់នឹងអ្នករាល់គ្នាកាលណាអស់លោកប្អូនជួបប្រទះនឹងព្យុះនៃជីវិតដែលនាំឲ្យមានទុក្ខព្រួយព្រះអង្គសពប្រតិឲ្យយើងផ្ទេរទុក្ខព្រួយនោះទៅព្រះអង្គពីព្រោះព្រះអង្គយកប្រតិទុកដាក់នឹងយើងដើម្បីនឹងជួយដើម្បីនឹងការពារហើយថែរក្សាបានជានៅក្នុងបទគម្ពីរអេសាយចំពុក26នៅក្នុងខ3បានប្រាប់ឲ្យយើងបានដឹងថាសន្តិភាពពេញខ្នាតគឺជាសន្តិភាពដែលព្រះអង្គប្រទានឲ្យគឺបានមកពីគំនិតដែលជាប់តាមព្រះកាលណាមានគំនិតដែលជាប់តាមព្រះគឺនាំឲ្យយើងគិតពីព្រះជានិច្ចគិតអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គគិតពីអំណាចព្រះចេស្តារបស់ព្រះគិតអំពីព្រះハរតីរបស់ព្រះអង្គដែលព្រះអង្គយកព្រះតីទុកដាក់ចំពោះយើងកាលណាគិតយ៉ាងដូច្នោះនាំឲ្យយើងទុកចិត្តព្រះអង្គហើយដែលយើងអាចនឹងផ្ទេរគ្រប់ទាំងបន្ទុករបស់ផងយើងទៅលើព្រះអង្គហើយកាលណាផ្ទេរបន្ទុករបស់ផងយើងទៅលើព្រះអង្គហើយនាំឲ្យយើងមានសេចក្តីសុខសាន្តរបស់ព្រះអង្គសន្តិភាពនៅក្នុងជីវិតរស់នៅទី2សន្តិភាពក្នុងពេលកំពុងជួបប្រទះនឹងព្យុះនៃជីវិតសូមបានមើលនៅក្នុងបទគម្ពីរចោទិយកថាចំពុក4នៅក្នុងខ29ប៉ុន្តែនៅទីនោះឯងនឹងស្វែងរកព្រះយេហូវ៉ាជាព្រះនៃឯងហើយនឹងឃើញទ្រង់ក្នុងកាលដែលរកទ្រង់អស់ពីចិត្តហើយអស់ពីព្រលឹងឯងផងនៅក្នុងខគម្ពីរនេះបានប្រាប់ឲ្យយើងបានដឹងថាសន្តិភាពពេញខ្នាតគឺបានមកអំពីការដែលស្វែងរកព្រះនៅក្នុងខគម្ពីរនេះខ្ញុំអានឡើងវិញប៉ុន្តែនៅទីនោះឯងនឹងស្វែងរកព្រះយេហូវ៉ាជាព្រះនៃឯងហើយនឹងឃើញទ្រង់ក្នុងកាលដែលរកទ្រង់អស់ពីចិត្តហើយអស់ពីព្រលឹងឯងផងតើស្វែងរកព្រះមានន័យយ៉ាងដូចម្ដេចស្វែងរកព្រះគឺស្វែងរកជំនួយអំពីព្រះដែលស្វែងរកព្រះគឺស្វែងរកព្រះជាទីពឹងហើយដែលស្វែងរកព្រះគឺស្វែងរកព្រះអង្គដោយយកព្រះអង្គជាម្ចាស់នៃជីវិតហើយនៅក្នុងខនេះបានប្រាប់ថាកាលណាស្វែងរកព្រះដោយអស់ពីចិត្តនោះនឹងរកឃើញទ្រង់រកព្រះឃើញមានន័យថារកជំនួយពីព្រះអង្គឃើញគឺរកបានជំនួយអំពីព្រះកាលណាអស់លោកប្អូនរកបានជំនួយអំពីព្រះគឺនាំឲ្យមានជំនួយរួចពីបញ្ហាដែលត្រូវដោះស្រាយរួចពីទុក្ខព្រួយដែលជួបប្រទះហើយរួចពីកង្វល់នៃជីវិតដែលបណ្ដាលមកពីបញ្ហាផ្សេងហើយការដែលរួចពីការទាំងអស់នោះឯងដែលនាំឲ្យមានសេចក្តីសុខនៅក្នុងគំនិតសេចក្តីសុខនៅក្នុងចិត្តហើយសេចក្តីសុខនៅក្នុងអារម្មណ៍ផងដែរសេចក្តីសុខសាន្តពេញខ្នាតឬសន្តិភាពពេញខ្នាតគឺបានមកអំពីការដែលស្វែងរកព្រះជាជំនួយនៅក្នុងបទគម្ពីរម៉ាថាយចំពុក6នៅក្នុងខ33ព្រះយេស៊ូវព្រះអង្គមានបន្ទូលថាចូលស្វែងរកនគរនិងសេចក្តីសុចរិតនៃព្រះជាមុនសិនទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផងព្រះទ្រង់សពប្រតិឲ្យអស់លោកប្អូនហើយនឹងខ្ញុំដែលបានទទួលជឿដល់ព្រះអង្គហើយឲ្យយើងរស់ក្នុងជីវិត
ដែលស្វែងរកព្រះអង្គគឺរស់ក្នុងជីវិតដែលយកព្រះអង្គជាជំនួយសម្រាប់ជីវិតរបស់ផងយើងហើយកាលណារស់ក្នុងជីវិតដែលស្វែងរកព្រះអង្គជាជំនួយគឺព្រះអង្គមិនដែលឲ្យយើងខកចិត្តពីព្រោះព្រះអង្គតែងតែយកប្រតិទុកដាក់ជាមួយនឹងកូនព្រះអង្គសន្តិភាពក្នុងពេលកំពុងជួបប្រទះនឹងព្យុះនៃជីវិតសន្តិភាពនោះគឺជាសន្តិភាពដែលចង់បានគឺជាសន្តិភាពពេញខ្នាតគឺបានមកដោយមានគំនិតជាប់តាមព្រះហើយសន្តិភាពពេញខ្នាតនោះក៏បានមកដោយសាររស់ក្នុងជីវិតដែលស្វែងរកព្រះទី3សូមបានមើលនៅក្នុងបទគម្ពីរសុភាសិតចំពុក3ខ5ហើយនិងខ6ចូលទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្តកុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះនោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯងនៅក្នុងខគម្ពីរនេះគឺបញ្ជាក់ឲ្យយើងបានដឹងថាសន្តិភាពពេញខ្នាតគឺបានមកអំពីការដែលទុកចិត្តព្រះនៅពេលដែលអស់លោកប្អូនទុកចិត្តព្រះគឺនាំឲ្យមានសន្តិភាពនៅក្នុងជីវិតពាក្យព្រះដែលមាននៅក្នុងភាសាខ្មែរយើងមានន័យទូលំទូលាយបានជាពេលខ្លះនាំឲ្យបានអត្ថន័យនៃពាក្យព្រះដែលត្រូវទុកចិត្តនោះអ្នកខ្លះគេយកធម្មជាតិធ្វើជាព្រះដើម្បីនឹងគោរពថ្វាយបង្គំមានព្រះច័ន្ទមានព្រះអាទិត្យមានព្រះគង្គាជាដើមដែលគេលើកឡើងធ្វើជាព្រះដើម្បីនឹងថ្វាយបង្គំខ្លះទៀតយកវត្ថុមានតម្លៃយកមកឆ្លាក់ធ្វើជារូបផ្សេងដែលគេហៅថាជាព្រះដើម្បីនឹងថ្វាយបង្គំខ្លះទៀតយកមនុស្សដែលជាអ្នកមានគុណរបស់ផងគេហៅថាជាព្រះដើម្បីនឹងថ្វាយបង្គំដូចជាអ្នកខ្លះគេយកឪពុកឬក៏ម្ដាយរបស់ផងគេទុកដូចជាព្រះមេដាឬក៏ព្រះបិតារបស់ផងគេដែលគេគោរពថ្វាយបង្គំតែព្រះដែលមានចែងទុកនៅក្នុងព្រះគម្ពីរប៊ីបគឺសំដៅទៅលើព្រះដែលបង្កើតធម្មជាតិព្រះអង្គជាព្រះដែលបង្កើតវត្ថុទាំងអស់មកហើយព្រះអង្គទ្រង់ជាព្រះដែលបង្កើតមនុស្សមកហើយព្រះនោះឯងដែលទ្រង់មានគ្រប់អំណាចព្រះចេស្តាព្រះអង្គទ្រង់គង់គ្រប់ទីកន្លែងហើយព្រះអង្គទ្រង់ជ្រាបគ្រប់ទាំងអស់លោកបងប្អូនហើយនឹងខ្ញុំអាចនឹងស្គាល់ព្រះដែលបង្កើតធម្មជាតិព្រះដែលបង្កើតវត្ថុទាំងអស់មកព្រះដែលបង្កើតមនុស្សមកគឺយើងអាចនឹងស្គាល់ព្រះអង្គតាមរយៈអង្គព្រះយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រានៃព្រះដែលទ្រង់បានយាងមកទទួលនិស្ស័យជាមនុស្សហើយសុគតនៅលើឈើឆ្កាងជាថ្លៃសងអំពើបាបរបស់ផងមនុស្សសន្តិភាពពេញខ្នាតបានមកពីការដែលទុកចិត្តព្រះនៅពេលដែលអស់លោកបងប្អូនទុកចិត្តព្រះគឺអស់លោកបងប្អូនឈប់ទុកចិត្តខ្លួនឯងទៀតប៉ុន្តែបញ្ហារបស់ផងគ្រីស្ទបរិស័ទពេលខ្លះយើងទុកចិត្តព្រះប៉ុន្តែយើងនៅតែទុកចិត្តខ្លួនឯងកាលណាទុកចិត្តព្រះគឺយើងអត់ទុកចិត្តខ្លួនឯងទៀតអត់ទុកចិត្តអ្នកណាទៀតគឺទុកចិត្តលើព្រះអង្គតែម្ដងបានជានៅក្នុងបទគម្ពីរសុភាសិតចំពុក3នៅក្នុងខ5ចូលទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្តកុំពឹងផ្អែកលើយោបល់របស់ខ្លួនឡើយកាលណាពឹងលើព្រះអង្គដោយអស់ពីចិត្តយើងអត់ពឹងលើខ្លួនយើងឬក៏ពឹងលើអ្នកណានោះទេគឺយើងឈប់ពឹងផ្អែកលើយោបល់របស់ផងយើងគឺពឹងផ្អែកលើប្រាជ្ញាយោបល់របស់ផងព្រះវិញហើយនៅពេលដែលអស់លោកប្អូនហើយនឹងខ្ញុំពឹងផ្អែកលើប្រាជ្ញានិងយោបល់របស់ផងព្រះអង្គគឺពឹងផ្អែកលើអំណាចព្រះចេស្តារបស់ផងព្រះដែលទ្រង់អាចនឹងជួយពេលដែលយើងត្រូវការព្រះអង្គជាជំនួយពេលដែលជួបប្រទះនឹងព្យុះនៃជីវិតរបស់ផងយើងនៅក្នុងការដែលទុកចិត្តព្រះមួយគឺទុកចិត្តលើវត្តមានរបស់ផងព្រះអង្គដែលព្រះអង្គគង់នៅជាមួយស្ដេចដាវីតលោកបានរកឃើញពីអាកំបាំងក្នុងការដែលទុកចិត្តព្រះឲ្យលោកបានមានសន្តិភាព
ในក្នុងជីវិតរបស់ផងលោកនៅក្នុងបទគម្ពីរទំនុកដង្កើងចំពុក23នៅក្នុងខ4ស្ដេចដាវីតលោកបានលើកឡើងនៅក្នុងខនេះទោះបើទូបង្គំដែលកាត់ច្រកភ្នំនៃមលុបសេចក្តីស្លាប់ក៏ដោយគង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយត្បិតទ្រង់គង់នៅជាមួយនឹងទូបង្គំប្រនងហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូបង្គំនៅពេលដែលស្ដេចដាវីតលោកបានដឹងច្បាស់ថាមានព្រះគង់នៅជាមួយគឺលោកមានការកំសាន្តចិត្តហើយលោកបានបញ្ជាក់ថាលោកមិនខ្លាចនឹងសេចក្តីអាក្រក់ណាឡើយត្បិតទ្រង់គង់នៅជាមួយនឹងទូបង្គំហើយនៅក្នុងបទគម្ពីរម៉ាថាយចំពុក28នៅក្នុងខ20ព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានបញ្ជាប្រាប់ឲ្យពួកសិស្សរបស់ព្រះអង្គចេញផ្សាយដំណឹងល្អបង្កើតសិស្សហើយព្រះអង្គដឹងថាគេមានការភ័យខ្លាចប៉ុន្តែព្រះអង្គមានបន្ទូលនៅចុងខ20ព្រះអង្គមានបន្ទូលថាហើយមើលខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរដល់រាបដល់បំផុតកាលទី2ការដែលទុកចិត្តលើព្រះគឺទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះអង្គនៅក្នុងបទគម្ពីរភីលីបចំពុក4នៅក្នុងខ19ព្រះនៃខ្ញុំទ្រង់នឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការតាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តមក្នុងព្រះគ្រីស្ទយេស៊ូវនៅក្នុងខនេះដែលទុកចិត្តព្រះគឺទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះដែលព្រះអង្គផ្គត់ផ្គង់ការពារថែរក្សាដែលយើងត្រូវការផ្គត់ផ្គង់អំពីព្រះអង្គដែលព្រះអង្គសពប្រតិឲ្យយើងទុកចិត្តដល់ព្រះអង្គនោះហើយមួយទៀតការដែលទុកចិត្តព្រះគឺទុកចិត្តលើផែនការរបស់ព្រះបើសិនជាអស់លោកបងប្អូនអាននៅក្នុងបទគម្ពីរលោកុបាទអស់លោកបងប្អូននឹងបានស្គាល់មនុស្សម្នាក់ឈ្មោះយូសែបគឺជាកូនទី11នៅក្នុងចំណោមកូនទាំង12នៅក្នុងគ្រួសារមួយដែលឪពុកឈ្មោះយ៉ាកុបយូសែបបានទទួលសេចក្តីស្រឡាញ់អំពីឪពុកលើសជាងបងឯទៀតហើយការនោះឯងដែលនាំឲ្យបងឯទៀតមានចិត្តច្រណែនចំពោះលោកយូសែបហើយមិនមែនគ្រាន់តែច្រណែនប៉ុន្តែស្អប់ហើយទីបំផុតក៏បានសម្រេចចិត្តដើម្បីនឹងលក់លោកយូសែបទៅធ្វើជាខ្ញុំកញ្ជះនៅប្រទេសអេស៊ីបហើយនៅទីនោះគឺលោកទទួលបានគ្រប់ទាំងសេចក្តីទុក្ខលំបាកនៅក្នុងជីវិតប៉ុន្តែក្រោយមកព្រះអង្គបានប្រើលោកដើម្បីនឹងទាយកាត់សពឲ្យព្រះមហាក្សត្រស្ដេចនៅស្រុកប្រទេសអេស៊ីបនោះហើយក្រោយមកស្ដេចស្រុកអេស៊ីបនោះក៏បានលើកលោកឡើងធ្វើជាធំបន្ទាប់ពីស្ដេចមកដើម្បីគ្រប់គ្រងលើស្បៀងអាហារដែលត្រូវជួបប្រទះនៅពេលអំណត់នៅក្នុងពេលសម័យនោះជាមួយគ្នាអំណត់នោះបានទៅដល់ស្រុកដែលបងប្អូនឪពុករបស់ផងលោកយូសែបនៅហើយបងប្អូនរបស់ផងលោកបានមកដល់ស្រុកអេស៊ីបដើម្បីនឹងរកស្បៀងអាហារហើយពេលដែលបងប្អូនមកដល់ជួបលោកយូសែបស្គាល់ច្បាស់ថាជាបងរបស់ផងលោកប៉ុន្តែបងនោះអត់បានស្គាល់លោកយូសែបទេក្រោយមកលោកយូសែបក៏បានបង្ហាញប្រាប់ឲ្យបានដឹងថាគឺគាត់នឹងឯងជាយូសែបដែលបងបានលក់គាត់មកជាខ្ញុំកញ្ជះនៅស្រុកអេស៊ីបបងមានការភ័យព្រួយប៉ុន្តែលោកយូសែបបាននិយាយទៅបងនៅក្នុងបទគម្ពីរលោកុបាទចំពុក50នៅក្នុងខ20អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំតែព្រះទ្រង់សម្រេចជាការល្អវិញដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើនដូចជាបានកើតមានសពថ្ងៃនេះលោកយូសែបបានមើលពីផែនការរបស់ព្រះដែលលោកបានទុកចិត្តទោះបីជាលោកជួបប្រទះនឹងការលំបាកនៅក្នុងជីវិតលោកជួបប្រទះនឹងទុក្ខវេទនានៅក្នុងជីវិតប៉ុន្តែលោក
មើលពីផែនការរបស់ផងព្រះហើយនៅក្នុងខនេះលោកបានបញ្ជាក់ពីផែនការរបស់ផងព្រះដែលមានសម្រាប់លោកដើម្បីនឹងជួយដល់អ្នកឯទៀតដើម្បីឲ្យបានរួចជីវិតផុតពីអំណត់នៅក្នុងសម័យនោះសន្តិភាពក្នុងពេលកំពុងជួបប្រទះនឹងព្យុះនៃជីវិតគឺរកបានដោយមានគំនិតជាប់នឹងព្រះហើយសន្តិភាពក្នុងពេលកំពុងជួបប្រទះនឹងព្យុះនៃជីវិតគឺរកបានដោយស្វែងរកព្រះអង្គជាជំនួយសម្រាប់ជីវិតហើយសន្តិភាពក្នុងពេលជួបប្រទះនឹងព្យុះនៃជីវិតគឺស្វែងរកបាននៅពេលដែលទុកចិត្តព្រះអង្គដើម្បីឲ្យព្រះអង្គសម្រេចតាមផែនការរបស់ផងព្រះអង្គនោះហើយដែលនាំឲ្យអស់លោកប្អូនហើយនឹងខ្ញុំអាចនឹងពិសោធន៍នៅសន្តិភាពពេញខ្នាតដែលព្រះទ្រង់សព្វប្រតិប្រទានដល់កូនព្រះអង្គគ្រប់គ្នាសូមបានសម្រុំចិត្តអធិដ្ឋានព្រះយេស៊ូវឲ្យបង្គំអរព្រះគុណដល់ព្រះអង្គដែលទ្រង់ប្រទានឲ្យបង្គំយើងខ្ញុំបានរំលែកពេលចូលមកថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារបរិសុទ្ធរបស់ផងទ្រង់សូមបានប្រទានឲ្យបង្គំយើងខ្ញុំបានរស់ក្នុងជីវិតដែលទុកចិត្តព្រះអង្គរស់ក្នុងជីវិតដែលទទួលបាននៅសេចក្តីសុខសាន្តគឺជាសន្តិភាពក្នុងពេលកំពុងជួបប្រទះនឹងទុក្ខលំបាកនៃជីវិតផងដែរគឺបង្គំអរព្រះគុណដល់ព្រះអង្គបង្គំក៏សូមអធិដ្ឋានសម្រាប់បងប្អូនបង្គំដែលមិនទាន់បានទទួលជឿដល់ព្រះអង្គនៅឡើយបានមានឱកាសនឹងស្វែងយល់មានឱកាសនឹងសម្រេចចិត្តទទួលព្រះអង្គជាចម្លើយសម្រាប់ជីវិតតខ្លួនផងដែរគឺបង្គំអរព្រះគុណដែលសូមអធិដ្ឋានទូថ្វាយគ្រប់ការទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន